ស្ដីបងប្អូនអ្នកគ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការប្រើពី tool មួយដែលល្អមែនតើសម្រាប់អ្នកដែលគាត់មានផ្នែកវិនិយោគក៏ដូចជាអ្នកដែលគាត់មើលអក្សរហើយនឹងលេងទូរស័ព្ទអត់សូវច្បាស់ណាអូខេអញ្ចឹងឥឡូវនេះគឺថាកុំឲ្យខាតពេលយូរយើងចូលទៅកាន់ tool នោះទាំងអស់គ្នាអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាគ្រាន់តែចូលមកកាន់ setting នៅក្នុង iPhone មកហើយបន្ទាប់ទៀតអ្នកទាំងអស់គ្នានឹងឃើញពាក្យថា accessibility គ្រាន់តែ scroll ចុះទៅក្រោមបន្តិចទៅនេះគឺកន្លែងនេះអ្នកទាំងអស់គ្នានេះគឺ accessibility ដែលនៅក្រោម general នេះណាអញ្ចឹងអ្នកទាំងអស់គ្នាគ្រាន់តែចុចចូលជាមួយនឹង accessibility ហើយបន្តមកទៀតយកពាក្យថា display and text size អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាចូលមកកាន់កន្លែង display and text size ហ្នឹងអ្នកទាំងអស់គ្នាក៏จะឃើញជាមួយនឹង bold text ក៏ដូចជា lighter text អីជាដើមអីចឹងទៅអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានអក្សរទាំងអស់នេះវាដិតជាងមុនឲ្យច្បាស់ clear ជាងមុនអ្នកទាំងអស់គ្នាគ្រាន់ធ្វើការបើកជាមួយនឹងប៊ូតុងនេះមកអ្នកទាំងអស់គ្នាក៏จะឃើញគឺថាអក្សរទាំងអស់នេះគឺសភាពគឺបានន័យថាដិតជាងមុនហើយច្បាស់ជាងមុនអីចឹងទៅតែបើយើងគិតថាអូវាពិបាកមើលអញ្ចឹងយើងអាច turn off វាវិញបានប៉ុន្តែខ្ញុំគិតថា tool នេះគឺល្អសម្រាប់អ្នកដែលគាត់មានរៀងផ្នែកខ្សោយឬក៏គាត់មិនញោមខ្ញុំ recommend ឲ្យអ្នកគ្នាបើកជាមួយនឹង bold text នេះទៅហើយមួយវិញទៀតបើសិនជាអ្នកគ្នាគិតថាអក្សរប៉ុណ្ណឹងគឺនៅទូចសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងគឺអ្នកទាំងអស់គ្នាអាចចូលទៅកាន់ lighter text បានអញ្ចឹងកន្លែងនេះគឺយើងអាចសេរីបានអ្នកគ្នាបានន័យថាយើងចង់បានអក្សរឬក៏ធំជាងនេះឬក៏ទូជាងនេះអីតាមតម្រូវការអ្នកទាំងអស់គ្នាណាអញ្ចឹងយើងគ្រាន់តែធ្វើការចុច select នៅកន្លែងនេះមកគឺរួចជាការស្រេចហើយបានន័យថាអក្សរនោះនឹងធំទៅតាមដែលអ្នកគ្នាបានសេរីមុននេះអញ្ចឹងសម្រាប់ខ្ញុំគឺអាចនិយាយបានថាខ្ញុំរៀងមើលច្បាស់ជាមួយនឹងអក្សរពាក់កណ្ដាលទូចមែនទែនអញ្ចឹងខ្ញុំគ្រាន់តែថយមកពាក់កណ្ដាលវិញអញ្ចឹងយើងចង់ដូរពេលណាក៏បានតាមចិត្តដែរអូខេអ្នកនាងចុះសម្រាប់ tool មួយនេះគឺរៀងសាមញ្ញមែនតើប៉ុន្តែវាជួយទៅដល់អ្នកដែលគាត់មានផ្នែកវិនិយោគក៏ដូចជាគាត់មើលអក្សរច្បាស់ជាដើមអញ្ចឹងទៅអូខេអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេកុំភ្លេចជួយ subscribe ដើម្បីទទួលបាននូវ tool ថ្មីទាំងអស់គ្នាអរគុណ